ដើម្បីបន្តអភិវឌ្ឍនិងកែតម្រង់ប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរមួយកម្រិតទៀតដោយត្រូវបានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមថ្មីនេះរាជរដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន7ដូចខាងក្រោមទី1ការធានានូវសមធម៌និងបរិយាបន្នក្នុងប្រព័ន្ធគាំពារសង្គមទី2ការគិតគូរពីភាពគ្រប់គ្រាន់និងភាពសមរម្យនៃកញ្ចប់អត្ថប្រយោជន៍ទី3ការធានានូវភាពអាចទ្រទ្រង់នៃថវិកានិងជាភាពហិរញ្ញវត្ថុទី4ការធានានូវសក្តិភាពនៃការគ្រប់គ្រងនិងការចាត់ចែងកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គមទី5គឺការរក្សាបានភាពទន់ភ្លន់និងឆ្លើយតបនឹងការប្រែប្រួលនិងការវិវត្តរបស់កត្តាខាងក្រៅទី6ការប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធគាំពារសង្គមនិងទី7ការឆ្លើយតបនឹង gender លើសពីនេះក្របខ័ណ្ឌគោលនយោបាយនេះក៏បានដាក់ចេញនូវវិធានការគោលនយោបាយសម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធដើម្បីជួយជំរុញដំណើរការអភិវឌ្ឍនិងធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងដោយផ្ទាល់និងដោយប្រយោលផងដែរ